ស្ដីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី2ហើយក៏ជាថ្ងៃទី2ដែលខ្ញុំបានមកដល់សៀមរាបម្នាក់ឯងផងដែរហើយថ្ងៃនេះខ្ញុំមានគម្រោងថាដើរតាមគោដើរលេងអញ្ចឹងណាម្នាក់ឯងអញ្ចឹងទៅហើយងើបមកប្រហែលជាម៉ោង7ងើបមករកអីញ៉ាំហើយចៃដន្យឯងមានកាទៀវនេះចិត្តហ្នឹងទៀតអែមបដ ញ៉ាំនៅហ្នឹងទៅពេលបន្ទាប់ពីញ៉ាំហើយហ្នឹងក៏ដើរកាហ្វេដែរមកទេអញ្ចឹងមានតែ check Google Map ឲ្យឃើញធូបកាហ្វេមួយអញ្ចឹងក៏ចូលមកហើយយើងធ្វើការកំងអញ្ចឹងទៅអង្គុយចាំគេមកផ្លែតអូខេបន្ទាប់ពីបានកាហ្វេហើយយើងក៏ជិះម៉ូតូចេញទៅធ្វើដំណើរទៅកាន់ប្រាសាទតែម្ដងហើយយើងជិះតាមផ្លូវទៅអូនមានអារម្មណ៍ថាស្រស់ថ្លាហ្មងទាំងខ្យល់បរិយាកាសទេសភាពធម្មជាតិបុកបញ្ចូលគ្នាគឺមានអារម្មណ៍ថាអត់ចង់ឲ្យយើងនឹងឈប់ម៉ូតូហ្មងណាគឺត្រូវជិះម៉ូតូដើរលេងចឹងមកដល់ភ្លាមខ្ញុំអត់តន់ចូលអង្គរហ្មងទេព្រោះទិសដៅដែលខ្ញុំមកដំបូងគេគឺប្រាសាទអង្គរវត្តហ្មងតែអត់តន់ចូលទេខ្ញុំជិះម៉ូតូដើរលេងមកជុំសិនចង់ដឹងថាមានអីខ្លះហើយស្អាតមិនទៅអញ្ចឹងណាអញ្ចឹងយើងជិះដើរលេងប្រហែលចិត្តមកជុំនិយាយទៅព្រោះបើសិនជាមានផ្លូវមកជុំជិះមកជុំប៉ុន្តែអត់មានមកជុំទេអញ្ចឹងយើងក៏ជិះត្រឡប់ក្រោយមកវិញបន្ទាប់ពីជិះម៉ូតូអស់ចិត្តហើយខ្ញុំក៏បានរកកន្លែងផ្ញើម៉ូតូយើងផ្ញើម៉ូតូនៅខាងមុខយើងទៅដើរទៅកាត់តាមកន្លែងគេលក់អញ្ចឹងទៅដល់យើងចំពីមុខអង្គរហ្មងហើយនេះគឺជាសកម្មភាពដែលខ្ញុំបានមកដល់អង្គរបន្ទាប់ពីដើរលេងនៅក្នុងអង្គរអស់ចិត្តហើយមកប្រហែលជា2ជាងអូយគិតទៅដើរលេងដើរមើលច្រើនមកមែនតើតាំងពីម៉ោង9ព្រឹករហូតដល់ម៉ោង2ជាងតែពិតទៅឃ្លានបាយប៉ុន្តែចេញមកអត់តរួចទេសារតែបដិញ្ញាចិត្តថាចង់អង្គុយគុណប្រាសាទមើលឲ្យអស់ហើយចាំចេញមកអញ្ចឹងបន្ទាប់ពីមើលអស់ហើយហ្នឹងក៏ជិះម៉ូតូចេញមករកអីញ៉ាំអញ្ចឹងកន្លែងដែលត្រូវញ៉ាំបាយដឹងហើយបងប្អូនទាំងគ្នានៅណាគឺនៅភូមិព្រះដាក់អញ្ចឹងខ្ញុំក៏ធ្វើការជិះម៉ូតូទៅភូមិព្រះដាក់យកហ្មងជិះតាមផ្លូវហ្នឹងឃើញប្រាសាទហើយប៉ុន្តែយើងសេវទុកសិនទៅចាំញ៉ាំបាយហើយចាំបកមកវិញអញ្ចឹងនេះខ្ញុំមកដល់ភូមិព្រះដាក់ហើយតោះឥឡូវមកដល់កន្លែងញ៉ាំអីមកដល់កន្លែងញ៉ាំអីមកកន្លែងហើយកន្លែងនេះដូចយើងទៅណូណាឃើញធំ តែពេលហ្នឹងពេលខ្ញុំទៅម៉ោងប្រហែលជា3ជាងហើយអញ្ចឹងអត់សូវមានភ្ញៀវអីម៉ានទេក្តីសុខហ្មងម្នាក់ឯងអញ្ចឹងឥឡូវស្លោយើងមកដល់ហើយស្លោខ្ញុំកំងគឺ
មួយជូរតកួនសាច់គោមួយឆ្នាំងនេះឃើញក្នុងវីដេអូយើងឃើញយើងទូចប៉ុន្តែដល់ពេលមែនតើទៅច្រើនញ៉ាំអត់ចង់អស់អញ្ចឹងដល់ពេលដែលញ៉ាំហើយហ្នឹងគឺយើងត្រូវធ្វើដំណើរទៅមើលប្រាសាទតទៀតអញ្ចឹងប្រាសាទដែលខ្ញុំត្រូវមកមើលតហ្នឹងគឺប្រាសាទប្រែរូបបន្ទាប់ពីដើរនៅក្នុងប្រាសាទប្រែរូបអស់ចិត្តហើយម៉ោងប្រហែលជា4ជាងខ្ញុំក៏ចេញពីប្រាសាទប្រែរូបហើយខ្ញុំធ្វើដំណើរចេញទៅប្រាសាទនិព្វានម្ដងគ្រាន់តែថាចំណោមប្រាសាទដែលខ្ញុំបានដើររយៈពេលប្រហែលថ្ងៃហ្នឹងគឺមានតែប្រាសាទនិព្វាននេះទេដែលធ្វើឲ្យខ្ញុំរៀងព្រឺសបល់មិនដោយសារកើតហេតុភេទឬក៏មានហេតុការអីកើតឡើងទេគឺដោយសារតែទិដ្ឋភាពជាមួយនឹងបរិយាកាសនៅកន្លែងហ្នឹងពេលខ្ញុំទៅដល់ហ្នឹងវាល្ងាចហើយអញ្ចឹងពន្លឺព្រះអាទិត្យចាំងចែងមកគឺពណ៌មាសហ្មងហើយគឺព្រឹសបលហ្នឹងគឺព្រឹសបលបែបរំភើបហើយពេលហ្នឹងខ្ញុំដើរមើលបណ្ដាខ្ញុំស្ដាប់ប្រវត្តិប្រាសាទបណ្ដាអញ្ចឹងកន្លែងនេះដូចជាពីជំនាន់ដើមមកគឺជាកន្លែងដែលព្យាបាលជំងឺផងអីផងអញ្ចឹងបេសកកម្មនៅក្នុងថ្ងៃទី2នៅក្នុងខែសីមរាបរបស់ខ្ញុំក៏ត្រូវបានជោគជ័យហើយអញ្ចឹងយើងចាប់ផ្ដើមទៅរកកន្លែងញ៉ាំអីហើយទៅកន្លែងគេងយើងវិញអូខេជំរាបលាបងប្អូនទាំងគ្នាសម្រាប់ការមើលវីដេអូនៅក្នុងថ្ងៃទី2របស់ខ្ញុំអរគុណជួបគ្នានៅអេពីសូតទី3ផងដែរអរគុណច្រើន